សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីប្រធានបទមួយដែលមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សគ្រប់វ័យគ្រប់ស្ថានភាពនោះគឺកុំចោទចាញ់នឹងជីវិតមនុស្សម្នាក់មិនមានផ្លូវរលូនជានិច្ចទេមានថ្ងៃល្អមានថ្ងៃអាក្រក់មានពេលជោគជ័យនិងមានពេលបរាជ័យពេលខ្លះយើងមានអារម្មណ៍ថាបញ្ហាច្រើនពេកសម្ពាធច្រើនពេករហូតចង់បោះបង់គោលដៅប៉ុន្តែសំណួរមួយដែលយើងគួរសួរខ្លួនឯងគឺតើការចោទចាញ់នឹងធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងឬទេការចោទចាញ់គឺជាការបញ្ឈប់ការព្យាយាមមុនពេលឃើញលទ្ធផលខុសពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រដែលជាការរៀនពីកំហុសហើយសាកល្បងវិធីថ្មីមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យទេប៉ុន្តែជាមនុស្សដែលមិនចោទចាញ់បន្ទាប់ពីបរាជ័យបើយើងមើលទៅលើប្រវត្តិសាស្ត្រមានមនុស្សជាច្រើនដែលធ្លាប់បរាជ័យជាច្រើនដងប៉ុន្តែពួកគាត់មិនបោះបង់ឧទាហរណ៍ដូចជា Thomas Edison ដែលបានព្យាយាមរាប់ពាន់ដងមុននឹងបង្កើតអំពូលភ្លើងបានជោគជ័យគាត់ធ្លាប់និយាយថាគាត់មិនបានបរាជ័យទេគាត់គ្រាន់តែរកឃើញវិធីជាច្រើនដែលមិនដំណើរការនេះជាការបង្ហាញមួយថាការបរាជ័យជាផ្នែកមួយនៃដំណើរការនៃភាពជោគជ័យឧទាហរណ៍មួយទៀតទៅលើលោក Jack Ma ជាស្ថាបនិក Alibaba គាត់ត្រូវបានគេបដិសេធការងារជាច្រើនដងទោះបីជាក្រុមហ៊ុន KFC ក៏មិនជ្រើសរើសគាត់ដែរប៉ុន្តែគាត់មិនចោទចាញ់នឹងជីវិតឡើយនៅទីបញ្ចប់គាត់បានបង្កើតក្រុមហ៊ុនដ៏ធំមួយដែលមានឥទ្ធិពលលើពិភពលោកចំពោះយើងផ្ទាល់ការមិនចោទចាញ់ហើយចាប់ផ្ដើមគិតបើចិត្តយើងរឹងមាំកាយយើងក៏អាចធ្វើបានដែរបើចិត្តយើងអស់សង្ឃឹមការងារតូចតាចក៏คล้ายទៅជាធ្ងន់ធ្ងរដូច្នេះយើងត្រូវវឹកហាត់ការគិតវិជ្ជមានពេលជួបបញ្ហាសូមកុំសួរថាហេតុអ្វីខ្ញុំប៉ុន្តែសួរថាតើខ្ញុំអាចរៀនបានអ្វីខ្លះពីបញ្ហានេះបញ្ហាគឺជាគ្រូដ៏ល្អបំផុតវាអប់រំយើងឲ្យរឹងមាំឲ្យចេះអត់ធ្មត់និងឲ្យយើងមានបទពិសោធន៍ច្រើនការកំណត់គោលដៅដ៏សំខាន់ណាស់គឺការធ្វើឲ្យមនុស្សដែលមានគោលដៅចង់បន្តប៉ុន្តែបើមនុស្សដែលគ្មានគោលដៅងាយនឹងបាត់បង់គោលដៅបើយើងមានគោលដៅច្បាស់លាស់យើងនឹងមានហេតុផលជាច្រើននៅក្នុងការបន្តទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏យើងនៅតែដឹងថាយើងកំពុងដើរទៅណាលើសពីនេះទៅទៀតការដែលមានមនុស្សគាំទ្រនៅជុំវិញយើងក៏ជាកម្លាំងចិត្តមួយដែរដូចជាគ្រួសារមិត្តភ័ក្តិគ្រូបង្រៀននិងមិត្តរួមការងារអាចជួយលើកទឹកចិត្តពេលដែលយើងអស់សង្ឃឹមពេលខ្លះកុំខ្មាស់អៀននៅក្នុងការសុំជំនួយព្រោះមនុស្សគ្រប់រូបសុទ្ធតែត្រូវការការគាំទ្រពេលណាមួយជាមិនខានការអភិវឌ្ឍខ្លួនឯងជាគន្លឹះមួយដូចជាការអានសៀវភៅការស្ដាប់ podcast ដែលមានប្រយោជន៍រៀននៅជំនាញថ្មីឬវឹកហាត់សុខភាពផ្លូវកាយនិងផ្លូវចិត្តនឹងធ្វើឲ្យយើងមានភាពរឹងមាំនៅក្នុងការប្រឈមមុខនឹងបញ្ហាជីវិតមិនមែនជាការប្រកួតប្រជែងជាមួយអ្នកដទៃទេប៉ុន្តែជាការប្រកួតប្រជែងជាមួយខ្លួនឯងថ្ងៃនេះយើងនឹងត្រូវប្រសើរជាងថ្ងៃម្សិលមិញបន្តិចមួយក៏គ្រាន់បើដែរកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃព្រោះមនុស្សគ្រប់គ្នាមានដំណើរផ្សេងគ្នាចុងក្រោយខ្ញុំចង់ផ្ញើសារមួយទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាប្រសិនបើថ្ងៃនេះអ្នកកំពុងជួបបញ្ហាសូមចាំថាបញ្ហាគឺមិនអចិន្ត្រៃយ៍ទេពេលវេលានឹងផ្លាស់ប្ដូរដោយឯកឯងបើអ្នកនៅតែបន្តដំណើរទោះយឺតក៏ដោយអ្នកនឹងទៅដល់គោលដៅមួយនៅថ្ងៃណាមួយការមិនចោទចាញ់ថ្ងៃនេះគឺជាជ័យជំនះនៅថ្ងៃស្អែកសូមអរគុណសម្រាប់ការស្ដាប់នៅ podcast របស់ admin សូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងកុំចោទចាញ់នឹងជីវិត